ពួកខ្ញុំមកពីមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអាហារហើយពួកខ្ញុំមកពីក្រុមទី2ហើយបន្ទាប់ពីពួកខ្ញុំបានចូលរួមកម្មវិធីថ្ងៃហ្នឹងគឺសង្កេតឃើញថាដោយសារតែមានការសហការពីកងកម្លាំងពាក់ព័ន្ធក៏បានធ្វើការបញ្ចុះផ្សាយអំពីបញ្ហាតាក់ទងជាមួយនឹងបញ្ហាគ្រឿងញៀនក៏ដូចជាបញ្ហាជំងឺអេដអញ្ចឹងថ្ងៃហ្នឹងពួកខ្ញុំទទួលបានចំណេះដឹងពីពួកគាត់ដូច្នេះហើយខ្ញុំគិតថាពួកខ្ញុំដែលជាយុវជនហ្នឹងទទួលបានចំណេះដឹងពីពួកគាត់យ៉ាងកាន់តែល្អប្រសើរតែតោះមួយចំណេះដឹងដែលពួកខ្ញុំទទួលបានថ្ងៃហ្នឹងទី1ដោយសារតែឥឡូវហ្នឹងបច្ចេកវិទ្យាកាន់តែទំនើបហើយគួរតែបញ្ជាក់ថាកម្ពុជារបស់យើងកំពុងតែមានការបង្កើតឡើង app NoTrack ដែលជា app មួយធ្វើការបង្កើតឲ្យយុវជនក៏ដូចជាប្រជាពលរដ្ឋខ្មែររបស់យើងទាំងអស់គ្នាដែលនៅកម្ពុជាហ្នឹងគាត់ធ្វើការរាយការណ៍តាក់ទងជាមួយបញ្ហាគ្រឿងញៀនចាយគ្រឿងញៀនឬក៏ស្តុកទុកឬក៏ផលិតមានថា app NoTrack កំពុងតែដើរតួយ៉ាងសំខាន់នៅក្នុងកម្ពុជារបស់យើងដើម្បីជួយឲ្យពួកគាត់ដើម្បីបោះសម្អាតគ្រឿងញៀនអីដែលប្រជាពលរដ្ឋអាចធ្វើបានគាត់ចូលទៅរាយការណ៍នៅក្នុងកម្មវិធី app NoTrack ហ្នឹងនោះកងកម្លាំងពាក់ព័ន្ធនឹងធ្វើការ24ម៉ោងលើ24ម៉ោងនឹងធ្វើការចុះបង្ក្រាបភ្លាមៗហើយអ្វីដែលជាពិសេសក៏មានទទួលបានចំណេះដឹងអំពីជំងឺអេដផងដែរមានថាយើងគួរបង្ការខ្លួនមិនពីជំងឺអេដហើយយើងគួរតែធ្វើមិនឲ្យសមស្របជាយុវជននៃសម័យថ្មីផងដែរតែតោះមួយចំណេះដឹងដែលខ្ញុំទទួលបានពីពួកគាត់ថ្ងៃហ្នឹងខ្ញុំសូមនិយាយថាដោយសារតែឥឡូវបច្ចេកវិទ្យាកាន់តែទំនើបហើយដូច្នេះមានដូចជាពពួក Facebook ក៏ដូចជា TikTok ឬក៏ Instagram ជាដើមពួកហ្នឹងគឺជា platform មួយដែលឲ្យពួកខ្ញុំអាចធ្វើចែកចាយទៅបន្តអ្វីដែលជាពិសេសចំណេះដឹងថ្ងៃហ្នឹងគឺខ្ញុំយកទៅផ្សព្វផ្សាយជាមួយនឹងមនុស្សដែលជុំវិញខ្លួនអ្នកផ្ទះក៏ដូចជាគ្រួសារមិត្តភ័ក្តិឲ្យកាន់តែរីកចម្រើនតទៅមុខទៀតហើយអីដែលជាពិសេសដោយដែលខ្ញុំបានបញ្ជាក់ខាងលើអញ្ចឹងថាបច្ចេកវិទ្យាកាន់តែទំនើបដូច្នេះយើងគួរណាប្រើប្រាស់បណ្ដាញសង្គមរបស់យើងនឹងឲ្យកាន់តែល្អធ្វើប្រើប្រាស់វាជា platform មួយឲ្យប្រជាពលរដ្ឋរបស់យើងកាន់តែយល់ដឹងច្បាស់ជាចុងក្រោយពួកខ្ញុំទាំងអស់គ្នាសូមធ្វើការសំណូមពរទៅកាន់អ្នកកំពុងទស្សនាវីដេអូហ្នឹងក៏ដូចជាយុវជនចំនួនក្រោយក៏ដូចជាអ្នកកំពុងតែទស្សនាវីដេអូហ្នឹងចង់និយាយប្រាប់គាត់ថាព្យាយាមការពារខ្លួនពីបញ្ហាគ្រឿងញៀនហើយព្យាយាមការពារខ្លួនពីបញ្ហាជំងឺអេដផងដែរហើយព្យាយាម download យក app NoTrack នៅក្នុងកម្មវិធីទូរស័ព្ទដៃរបស់អ្នកនរគ្នាដើម្បីកាត់បន្ថយបញ្ហាគ្រឿងញៀនបោះសម្អាតគ្រឿងញៀនចេញពីសង្គមជាតិកម្ពុជាសូមអរគុណជំរាបសួរលោកគ្រូចាខ្ញុំឈ្មោះស្រីស៊ូសាណាខ្ញុំមកពីក្រុមមួយដែលបានធ្វើប្រធានបទតាក់ទងនឹងទូនីតិរបស់យុវជនពិសេសនិស្សិតក្នុងការរួបរวมប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខ្ញុំឃើញល្អដែរលោកគ្រូគ្រាន់តែសិស្សពួកខ្ញុំថ្នាក់ខ្ញុំច្រើនអ្នកអញ្ចឹងទៅបើចូលមកអត់គ្រប់គ្នាអញ្ចឹងអ្នកខ្លះពេលគាត់មកគាត់ក៏អត់បានឡើងមកលើព្រោះអស់កន្លែងអង្គុយតែការរៀបចំគឺល្អតែខ្ញុំដូចគ្នាគឺថាឲ្យបងប្អូនខិតខំរៀនសូត្រព្រោះខ្ញុំក៏ធ្លាប់រៀនសូត្រដែរហើយខ្ញុំក៏បានមានឪពុកម្ដាយដែលជួយទូមានឲ្យខ្ញុំប្រឹងរៀនប្រឹងសូត្រមិនទៅសេពគប់ជាមួយនឹងទស្សនវិជ្ជាអាក្រក់ខ្ញុំឈ្មោះកនិកាមកជានិស្សិតឆ្នាំទី3មកពី Department សេដ្ឋកិច្ចនិងធុរកិច្ចកសិកម្មដែលមានសមាជិកក្រុម5នាក់ជាប់ជលភីលេខ2នៅក្នុងការប្រកួតសម្រាប់ចំណាប់អារម្មណ៍ពួកខ្ញុំនៅក្នុងថ្ងៃនេះដែរពិតជារីករាយមែនទែនព្រោះពួកខ្ញុំបានរៀនចំណេះដឹងបន្ថែមពាក់ព័ន្ធជាមួយនឹង app NoTrack ហើយជាមួយនឹងព័ត៌មានបន្ថែមពីការការពារខ្លួនពីជំងឺអេដនិងការការពារខ្លួននិងទប់ស្កាត់អំពីគ្រឿងញៀនសម្រាប់ចំណេះដឹងដែលពួកខ្ញុំទទួលបានថ្ងៃហ្នឹងគឺពួកខ្ញុំនឹងយកទៅចែកចាយបន្តដូចជាការផលិតជាវីដេអូឬក៏បង្កើតជាក្រុមឬក៏តាមចំនួនលើកទឹកចិត្តឲ្យពួកគាត់ចូលរួមការប្រកួតផ្សេងៗដូចជាក្រុមពួកខ្ញុំនៅក្នុងថ្ងៃនេះហើយនឹងបង្រៀនយុវជនជំនាន់ក្រោយៗនៅអំពីចំណេះដឹងដែលពួកខ្ញុំទទួលបានថ្ងៃនេះដែរបងចុងក្រោយជាសារពីពួកខ្ញុំទៅគឺចង់លើកទឹកចិត្តឲ្យយុវជនទាំងអស់ខិតខំសិក្សារៀនសូត្រនិងនឹងត្រូវជំនះនៅភាពភ័យខ្លាចដើម្បីទទួលបានជោគជ័យនៅក្នុងថ្ងៃអនាគត